នេះគឺយើងយកចិត្តអ្នកចូលចិត្ត shopping បន្តិចអ្នកទាំងនេះអាចធ្វើការកំណត់ action ប៊ូតុងដើម្បី scan QR code បានដោយងាយបាទដោយមិនចាំបាច់បើកចូលកម្មវិធី ABA នោះទេជាធម្មតាដើម្បីអ្នកទាំងនេះអាចធ្វើការ scan QR code បានអ្នកទាំងនេះត្រូវតែធ្វើការបើកចូលទៅកាន់កម្មវិធីរបស់ ABA ផងដែរបាទពេលខ្លះយើងអត់ចង់ធ្វើបែបហ្នឹងទេយើងចង់ធ្វើវិធីដែលងាយជាងហ្នឹងតែគ្រាន់តែប្រើ action ប៊ូតុងនៅលើទូរស័ព្ទដៃ iPhone ចាប់ពី iPhone 15 និង iPhone 16 ផងដែរនៅក្នុងហ្នឹងក៏អ្នកទាំងនេះអាចធ្វើការកំណត់ឲ្យចុចមួយ click ដើម្បីបង្ហាញ QR code ក៏បានហើយចុចមួយ click ដើម្បី scan QR code ក៏បានដែរបាទអញ្ចឹងវាពិតជាងាយស្រួលច្រើនសម្រាប់អ្នកដែលចូលចិត្ត shopping ឬមួយក៏អ្នកដែលចូលចិត្តដើរផ្សារគឺត្រូវតែម្ដងបាទចង់នៅថាតើយើងអាចធ្វើបានដោយរបៀបណាអូខេយើងទៅមើលវីដេអូនេះទាំងអស់គ្នាអូខេអ្នកទាំងអស់នេះអញ្ចឹងដើម្បីយើងអាចធ្វើការកំណត់ action ប៊ូតុងឲ្យធ្វើការបើកជាមួយនឹង QR code ក៏ដូចជាបើកឲ្យ scan ភ្លាមៗនោះគឺអ្នកទាំងអស់នេះអាចធ្វើបានយ៉ាងងាយដោយគ្រាន់តែអ្នកទាំងអស់នេះចូលមកក្នុង shortcut របស់ iPhone មកបាទខ្ញុំជឿថាអ្នកទាំងអស់នេះនឹងមានហើយកម្មវិធីនេះគឺមានតាំងតែគ្រប់ទូរស័ព្ទដៃ iPhone ហើយបាទអញ្ចឹងទាំងអស់នេះចូលទៅក្នុងកម្មវិធីនឹងមកបាទហើយបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញមានផ្ទាំងបែបនេះទាំងអស់គ្នាក៏លេខមកមើលខាងស្ដាំដៃបាទទាំងអស់គ្នានឹងឃើញសញ្ញាបូកមួយនៅចុងខាងលើទាំងអស់គ្នាឃើញទេបាទអញ្ចឹងអ្នកទាំងអស់នេះចុចបូកមកបាទហើយបន្តមកទៀតអ្នកគ្នាអាចធ្វើការ scroll ឡើងបន្តិចអ្នកទាំងគ្នានឹងឃើញមានកម្មវិធី ABA ផងដែរអ្នកឃើញទេបាទយើងចុចចូលមកអញ្ចឹងនៅកន្លែងនេះគឺមាន3 option សម្រាប់អ្នកទាំងគ្នាជ្រើសរើសផងដែរទី1នោះគឺ ABA exchange rate បាទកន្លែងនេះគឺដូចជាយើងមិនសូវជាប្រើប្រាស់ទេបាទពាក់ព័ន្ធជាមួយនឹងអត្រាប្តូរលុយណាបាទហើយទី2នោះគឺ ABA QR បាទហើយទី3គឺ ABA scan QR បាទអញ្ចឹងវិធីទី1គឺយើងយក scan QR ខ្ញុំនឹងអនុវត្ត2ដងជូនអ្នកទាំងគ្នាមើលផងដែរបាទយើងយក scan QR សិនមកបាទតមកទៀតអ្នកទាំងគ្នាចុច done អញ្ចឹងបន្តមកទៀតអ្នកគ្នាចុចបូកមួយទៀតមកបាទហើយបន្តមកទៀតអ្នកគ្នាកូរឡើងហើយបន្តមកទៀតអ្នកគ្នាចុចយក ABA ដដែលហើយបន្តមកទៀតអ្នកគ្នាយក ABA QR បាទហើយចុច done ទៀតមកបាទអញ្ចឹងយើងបាន shortcut 2ហើយគឺពាក់ព័ន្ធជាមួយនឹង scan QR ហើយនឹង ABA QR code អូខេអញ្ចឹងយើងទៅមើលពីរបៀបនៅក្នុងការកំណត់ឲ្យប៊ូតុង action របស់ iPhone 15 និង 16 វាធ្វើការបានលស្រួលនៅពេលដែលយើងចុចគឺវានឹងចូលទៅកាន់ QR ក៏ដូចជាចូលទៅកាន់ការ scan ងាយៗនេះគឺយើងអាចធ្វើបានแบบនេះបាទអញ្ចឹងយើងមើលវីដេអូតដំបូងឡើងអ្នកនរគ្នាចូលមកក្នុង setting របស់ iPhone យើងមកបាទហើយបន្តមកទៀត scroll ឡើងបន្តិចអ្នកនរគ្នានឹងឃើញមានពាក្យថា action button បាទចុចមកជាធម្មតាវានឹងយក silent mode ហើយបាទអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ឲ្យមានភាពងាយស្រួលហើយអត់ចង់ប្រើអាប៊ូតុង silent mode ទេតើមានចូលមកកាន់ shortcut របស់យើងមកបាទចឹងអ្នកនរគ្នាអាចធ្វើការរើសបានពាក់ព័ន្ធមួយ shortcut បាទអញ្ចឹងអ្នកនរគ្នាអាច choose a shortcut បានបាទហើយបន្តមកទៀតអ្នកនរគ្នានឹងមកដល់កន្លែង my shortcut បាទអញ្ចឹងនៅដល់កន្លែងនេះអ្នកនរគ្នាឃើញហើយបាទអ្នកនរគ្នាអាចធ្វើការ select យក ABA QR ក៏បានឬមួយក៏ scan QR code ក៏បានអាស្រ័យលើការប្រើប្រាស់របស់អ្នកនរគ្នាបាទជាធម្មតាអ្នកនរគ្នាសារបង្ហាញ QR code ទៅកាន់គេបាទអ្នកនរគ្នាអាចយក ABA QR បានហើយបើសិនជាអ្នកនរគ្នាចូលចិត្ត scan ចូលចិត្ត shopping អីហ្នឹងអ្នកនរគ្នាអាចយក scan QR code បានព្រោះថាតទៅគឺយើងចុចត្រឹមតែមួយ click គឺវាចេញមកតែម្ដងបាទវាងាយស្រួលច្រើនអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលចិត្ត scan shopping បាទអញ្ចឹងខ្ញុំយក ABA QR បាទអូខេតែប៉ុណ្ណេះអ្នកនរគ្នាអាចប្រើប្រាស់បានហើយចាំមើលថាវានឹងចេញមកបែបណាអញ្ចឹង action ប៊ូតុងរបស់យើងអាចចុចមកយើង hold ឲ្យជាប់ hold ទី1វានឹងបើកកម្មវិធី ABA បាទហើយយើងចុច hold ទី2គឺវានឹងបើកជាមួយនឹង ABA QR តែនេះគឺងាយស្រួលច្រើនអ្នកទាំងអស់គ្នាសឹងតែមិនចាំបាច់យកដៃទៅផ្លែក្រងផងបាទអ្នកទាំងអស់គ្នាអាចធ្វើការចុចត្រឹមតែ action ប៊ូតុង2ដងគឺយើងអាចធ្វើការ scan យកតែម្ដងហើយ option មួយទៀតអ្នកទាំងអស់គ្នាអាចធ្វើការយក ABA QR ហើយវិធីនេះគឺជួយពួកគាត់បានច្រើនបាទវាងាយស្រួលដោយគ្រាន់តែយើងចុច action ប៊ូតុងគឺវានឹងបង្ហាញចេញមកតែម្ដងអូខេយើងចាំមើលទាំងអស់គ្នាបាទ action ប៊ូតុងយើងចុចមកបាទឃើញទេបាទឃើញងាយស្រួលទេអ្នកនរគ្នាបាទយើងចុចត្រឹមតែមួយ click គឺ QR code របស់យើងត្រូវបានបង្ហាញបាទតែប៉ុណ្ណេះគឺអ្នកនរគ្នាអាចធ្វើការឲ្យគេ scan បានហើយបាទអញ្ចឹងវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកនរគ្នាចូលចិត្តវិធីនេះអាចយកវិធីនេះទៅអនុវត្តបានហើយវានឹងអាចជួយអ្នកនរគ្នាឲ្យប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone កាន់តែងាយស្រួលផងដែរហើយបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ក៏ដូចជា follow page របស់ខ្ញុំផងបាទហើយយើងនឹងជួបគ្នានៅវីដេអូបន្ត